ជាដំបូងនាងខ្ញុំសូមគោរពជំរាបសួរចំពោះលោកគ្រូអ្នកគ្រូក៏ដូចជាអ្នកដែលបានចូលទស្សនាវីដេអូនេះទាំងអស់គ្នាថ្ងៃនេះផងដែរនាងខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពីលូបហើយយើងមកស្គាល់អំពីលូបថាតើលូបនោះជាអ្វីអូខេគេនិយាយថាលូបគឺជាដំណើរការដដែលហើយលូបត្រូវបានចែកចេញជាពីរគឺ for loop និង while loop ឥឡូវខ្ញុំនឹងបង្ហាញអំពី for loop នេះគឺបើសិនជាខ្ញុំសរសេរថា for I បើសិនជាខ្ញុំសរសេរថា for I in rank នៃ10ហើយខ្ញុំនឹង print វាខ្ញុំនឹង print ទៀតថា student ហើយពេលដែលខ្ញុំ run វា output វានឹងចេញបែបនេះវានឹងចេញ student ជាមួយ10ដងដោយសារតែខ្ញុំបាន loop វា10ដងវាដំណើរការដដែលរហូតដល់10ដងដែលខ្ញុំកំណត់វាឥឡូវបើសិនបើខ្ញុំអត់ចង់ print student ទេខ្ញុំគ្រាន់តែចង់បង្ហាញពី index របស់វាខ្ញុំនឹង print I បន្ទាប់មកវានឹង output ឃើញ0ដល់9ដោយសារតែ index ឬក៏ទីតាំងរបស់វានេះវា count ឬក៏រាប់ចាប់ពីលេខ0ទៅអញ្ចឹងបើសិនជាខ្ញុំដាក់ឲ្យវា loop ចំនួន10ដងវានឹង count ពីលេខ0ដល់លេខ9ប៉ុន្តែបើសិនជាខ្ញុំដាក់ឲ្យវា loop 20ដងនោះវានឹងចេញពី0រហូតដល់19ហើយអានេះវាជាប្រភេទ loop វាដំណើរការបែបហ្នឹងហើយបើសិនជាកន្លែងនេះខ្ញុំនឹងដាក់វា loop 10ដងវិញប៉ុន្តែបើសិនបើខ្ញុំចង់បានលេខពីលេខ0ដល់លេខ9នេះតែខ្ញុំយកតែលេខគូទេខ្ញុំនឹងដាក់លក្ខខណ្ឌឲ្យវាមួយគឺ if នៃ index ឬក៏ I ហ្នឹងឲ្យវាចែកនឹង2ហើយសំណល់របស់វាគឺ0ព្រោះថារាល់លេខទាំងឡាយណាដែលចែកនឹង2សំណល់0វានឹងក្លាយជាលេខគូអូខេពេលដែលខ្ញុំrun វាទៅនេះវាបង្ហាញថាពីលេខ0ដល់លេខ9ហ្នឹងគឺលេខគូមានលេខ0លេខ2លេខ4លេខ6លេខ8អញ្ចឹងទៅដោយសារតែបើសិនជានៅក្នុង entity 0ចែកនឹង2សំណល់វាគឺសល់0អញ្ចឹងបានវា input តម្លៃ0បន្ទាប់មក entity 1វាអត់0ទេហើយនៅត្រង់ entity 2ចែកនឹង2សំណល់វាសល់0វានឹង output 0ប៉ុន្តែបើសិនជាខ្ញុំអត់ចង់បានលេខគូទេឥឡូវខ្ញុំចង់បានលេខផ្សេងវិញខ្ញុំគ្រាន់តែដូរវាដាក់ថា e ចែកនឹង2សំណល់សល់1ទៅវានឹង output ចេញលេខសេសឲ្យអូខេអាហ្នឹងគឺ for loop សម្រាប់ជាលេខឥឡូវខ្ញុំសូមទៅកាន់ for loop ជាអក្សរវិញអូខេខ្ញុំទៅកាន់ for loop ជាអក្សរវិញឥឡូវបើសិនជាខ្ញុំមាន text មួយឥឡូវខ្ញុំប្រើ text ស្មើនឹងគឺ text មួយស្មើនឹងពាក្យថា banana អូខេ text មួយស្មើនឹង banana បន្ទាប់មកយើងប្រើពាក្យថា for I ឬក៏ edit in range ហ្នឹងអូខេបើសិនជាយើងចង់រាប់អក្សរនៅក្នុង double quote ដឹងពីចំនួនអក្សរនៅក្នុង double quote នេះយើងមាន syntax មួយដែលវាជាប្រភេទ syntax len គឺយើងឲ្យ syntax len ហ្នឹងហើយយើងដាក់ text នេះចូលយើងនឹងដឹងពីចំនួនអក្សរទាំងអស់ហ្នឹងបន្ទាប់មកខ្ញុំនឹង print អូខេអាកន្លែង print នេះបើសិនបើយើង print ខុសគ្នាវា output មកក៏ខុសគ្នាដែរឥឡូវបើសិនបើខ្ញុំសាក print អក្សរ e ឬក៏ edit បញ្ជាក់ពីទីតាំងមកនេះវានឹងចេញ output មកចេញពី0ដល់5ដោយសារតែវា count អក្សរ b នេះនៅត្រង់ edit ទី0ហើយ a នៅត្រង់ edit ទី1បន្ទាប់មកវា count បន្តទៀតអូខេឥឡូវបើសិនជាខ្ញុំអត់ print I ទេខ្ញុំនឹង print text វិញបើសិនបើខ្ញុំ print text នេះវានឹងចេញ banana ចំនួន6ដងហេតុអីបានចេញ banana ចំនួន6ដងដោយសារតែនេះចំនួនអក្សរដែលនៅក្នុង string នេះវា6ដងចាំបានថាវា loop ចំនួន6ដងអញ្ចឹងវាចេញពាក្យថា banana 6ដងប៉ុន្តែបើសិនជាកន្លែង print នេះខ្ញុំកែវាដាក់ថាវា print text នៃ e វិញ print text នៃ index របស់អក្សរទាំងអស់នេះអូខេវា output មកក៏ចេញខុសគ្នាដែរវាចេញ banana បែបនេះឲ្យយើងអូខេកន្លែងហ្នឹងបានន័យថាបើសិនជាយើង print text នៃ e នេះ print text នៃ e បើសិនជា e នេះ0អញ្ចឹងវា output b e នេះ1វា output a វាជាប្រភេទ index
ទីតាំងវានឹងចេញបែបហ្នឹងចំពោះ for loop ទាំងអក្សរទាំងលេខខ្ញុំមានតែប៉ុណ្ណឹងឥឡូវយើងចូលទៅកាន់ for loop វិញម្ដងអូខេ for loop វាខុសត្រង់ for loop ថា for loop វាដឹងតម្លៃដែលយើងឲ្យថាវាឈប់តាមណាវាអាស្រ័យលើយើងឲ្យបើសិនជាយើងឲ្យវា loop 10 ដងវានឹងចេញ10 ដងតែបើសិនបើយើងឲ្យវា loop 5 ដងវាចេញតែ5 ដងទេប៉ុន្តែ for loop វាខុសគ្នាវាដើររហូតយើងអត់ដឹងចំនួនថាវាដើរប៉ុណ្ណាទេនោះតែយើងឲ្យលក្ខខណ្ឌមួយដែលវាជាលក្ខខណ្ឌឈប់អូខេឥឡូវបើសិនជាខ្ញុំប្រើ variable i ស្មើ0មួយខ្ញុំនឹងសរសេរថា val ខ្ញុំនឹងសរសេរថា val នៃ edit នេះវាតូចឥឡូវខ្ញុំឲ្យវាតូចជាង5ចឹងអូខេ val នៃ edit នេះតូចជាង5បន្ទាប់មកខ្ញុំនឹង print វាអូខេខ្ញុំនឹង print វា ខ្ញុំនឹង print i ឥឡូវយើងមើលទាំងអស់គ្នាពេលដែលយើង run ទៅវាចេញលេខ0ទាំងអស់ដោយសារអីលក្ខខណ្ឌវាសុទ្ធតែត្រូវ e ស្មើ0 e ស្មើ0តូចជាង5ត្រូវអញ្ចឹងវាចុះមក print e នៅតែរក្សាតម្លៃ0ដដែលវានឹង print 0ដដែលប៉ុន្តែបើសិនបើយើងចង់ឲ្យវាឈប់យើងឲ្យលក្ខខណ្ឌវាខុសនៅពេលដែល e នេះវាកើនអញ្ចឹងយើងឲ្យ e កើនយើងគ្រាន់តែសរសេរថា i បូកស្មើនឹង1ទៅ e វានឹងកើនដោយសារ e វានឹងបូក1រហូតនេះវានឹងកើនហើយវានឹងឈប់ត្រឹមលេខ4ដោយសារតែវាអាចទៅដល់លេខ5ទេបើសិនជាវាដល់ edit ទី5តូចជាង5វាខុសចឹងវាអត់មាន print ទៀតទេអាហ្នឹងគឺជាតម្លៃរបស់វាហើយបើយើងសិនជាយើងចង់បានលេខគូឬក៏សេសយើងធ្វើដូច for loop បាញ់មិញយើងគ្រាន់តែយកវាទៅចែកសំណល់នឹង2ដូច for loop ទៅគឺវានឹងចេញលេខសេសឬលេខគូឲ្យយើងអាហ្នឹងចំពោះ value string ចំពោះ value ប្រភេទ integer ឬក៏ជាប្រភេទជាលេខឥឡូវខ្ញុំទៅ value ប្រភេទជា string វិញឥឡូវបើសិនជាខ្ញុំមាន text មួយខ្ញុំដាក់ឲ្យវាស្មើ apple ចុះអូខេបើសិនជាខ្ញុំដាក់ឲ្យវាស្មើ apple កន្លែងនេះយើងប្រកាស variable i ស្មើ0មួយទៀតមកបន្ទាប់មកយើងនឹងសរសេរថា val បន្ទាប់មកយើងនឹងសរសេរ val នៃ i ហ្នឹងកន្លែងនេះយើងអត់អាចដាក់ដូចលេខបានទេដោយសារវាជាប្រភេទអក្សរអញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹង syntax ដើម្បីដឹងពីអក្សរនៅក្នុង double quote នោះយើងប្រើ syntax len គេ len នៃ text មកបន្ទាប់មកយើង print វាមកអូខេឥឡូវខ្ញុំនឹង print វាបើសិនជាខ្ញុំ print វាបើសិនជាខ្ញុំ print i អូខេបើសិនជាខ្ញុំ print i វានឹងចេញមកអូខេ sorry អូខេបើសិនជាខ្ញុំ print i វានឹងចេញ0រហូតដោយសារតែវាអត់មានលក្ខខណ្ឌដែលខុសទេអូខេហើយកន្លែង print នេះក៏ដូចគ្នាបើសិនជាយើង print ខុសគ្នាវាចេញតម្លៃខុសគ្នាដែរឥឡូវខ្ញុំដាក់ print text នៃ i វិញវា result ឬក៏ output នេះក៏ចេញខុសគ្នាដែរបើសិនខ្ញុំដាក់ print text នៃ i វានឹងចេញអក្សរ a ទាំងអស់ហើយអីក៏វាមិនចេញអក្សរ p អក្សរ l ផងដោយសារកន្លែង indit នេះគឺ indit ទី0អញ្ចឹង indit ទី0នេះវាគឺជាអក្សរ a អញ្ចឹងវាចេញអក្សរ a ទាំងអស់ប៉ុន្តែបើសិនជាខ្ញុំចង់ឲ្យវាឈប់ឬក៏ output a double p l e នោះទាំងអស់ខ្ញុំគ្រាន់តែដាក់លក្ខខណ្ឌឲ្យ e ហើយបូកស្មើ e បូកស្មើនឹង1អញ្ចឹងកន្លែងនេះបើសិនជាយើង run ទៅវានឹងចេញ a double p l e ឲ្យយើងដោយសារតែវាមានលក្ខខណ្ឌខុសនៅត្រង់នេះអញ្ចឹងចំពោះខ្ញុំទាំង for loop ទាំង while loop ខ្ញុំមានតែប៉ុណ្ណឹងបើសិនជាមានកំហុសខុសឆ្គងសូមអធិស្ឋានអរគុណ